បាទសួស្តីបងប្អូនទាំងអស់គ្នាមាសថ្ងៃនេះនៅតែមានលំហូរឡើងដដែលដោយសារតែប្រាក់ដុល្លារកំពុងតែទទួលរងសម្ពាធនៃការធ្លាក់ចុះដោយសារតែរឿងបិទរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកមិនទាន់មានការប្រកាសបើកវិញនៅឡើយទេហើយបើសិនជាយើងក៏លេចមើលទៅលោក Donald Trump គាត់ហាក់បីដូចជាសប្បាយចិត្តទៅវិញទេនៅក្នុងការបិទនេះណាក៏ដោយសារតែគាត់ឆ្លៀតក្នុងឱកាសហ្នឹងអាចនឹងបញ្ឈប់នៅមន្ត្រីមួយចំនួនឬក៏ស្ថាប័នមួយចំនួនដែលគាត់គិតថាចាយវាយមិនខ្ជះខ្ជាយទៅលើក្រុមទាំងអស់ហ្នឹងបាទតួយ៉ាងដូចជាការបង្កើត Doge ណាដែលដឹកនាំដោយលោកមហាសេដ្ឋី Elon Musk បាទគឺក្នុងគោលបំណងដើម្បីធ្វើយ៉ាងណានោះកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលដែលគាត់ព្យាយាមរកកំហុសឬក៏ស្ថាប័នណាដែលត្រូវដកចេញនោះពេលនោះគឺមានបាតុភិបច្រើនណាស់បាទរហូតទៅដល់ធ្វើឲ្យលោក Elon Musk មិនអាចរក្សាកៅអីរបស់គាត់បានក៏បានចេញពីតំណែងតែម្ដងអញ្ចឹងមកដល់កលៈទេសៈនេះគឺជាឱកាសល្អតែម្ដងដែលលោកប្រធានាធិបតី Donald Trump គាត់អាចប្រើប្រាស់នៅកលៈទេសៈដ៏ល្អមួយនេះដើម្បីបញ្ឈប់នៅមន្ត្រីមួយចំនួនឬក៏ស្ថាប័នណាដែលគាត់គិតថាមិនចាំបាច់ឬក៏ចំណាយលុយច្រើនណាបាទអញ្ចឹងរឿងបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកប្រហែលជានៅបន្តយូរទៀតណាបងប្អូនទាំងអស់គ្នានេះគឺជាការយល់ឃើញរបស់ខ្ញុំទេបាទអញ្ចឹងនៅពេលដែលរឿងនឹងកើតឡើងឃើញថាស្ថាប័នមួយចំនួនធំនៅសហរដ្ឋអាមេរិកដូចជា Fed ជាដើមនិងធនាគារធំនៅសហរដ្ឋអាមេរិកមួយចំនួនបានធ្វើការវិភាគឃើញថាប្រសិនបើការបិទរដ្ឋាភិបាលនេះនៅតែបន្តអញ្ចឹងនឹងប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ច GDP របស់សហរដ្ឋអាមេរិកធ្លាក់ណាហើយទំនុកចិត្តទៅលើប្រាក់ដុល្លារហ្នឹងក៏មានការដាក់សម្ពាធធ្លាក់ចុះដែរណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់យើងជាអ្នកវិនិយោគក្នុងវិស័យឧបករណ៍និស្សិតទីផ្សារមាសនេះតែម្ដងយើងអាចត្រៀមឱកាសទាំងការទិញនិងការលក់ដើម្បីយកផលចំណេញប្រចាំថ្ងៃនេះគឺសម្រាប់បងប្អូនដែលធ្វើការវិនិយោគខ្លីៗនៅក្នុងប្រចាំថ្ងៃណាបងប្អូនតែប្រសិនបើយើងវិនិយោគរយៈពេលវែងអញ្ចឹងគឺលំហូរទីផ្សារមាសគឺមានតែបន្តឡើងថ្លៃប្រាក់ដុល្លារគឺកាន់តែទទួលរងសម្ពាធនៃការចុះតម្លៃនៃប្រាក់ដុល្លារជាសន្លឹកនឹងតែម្ដងណាបងប្អូនទាំងអស់គ្នាប្រសិនបើករណីរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះនៅបន្តបិទយូរអញ្ចឹងធ្វើឲ្យប្រាក់ដុល្លារកាន់តែទទួលរងសម្ពាធហើយប្រសិនបើសហរដ្ឋអាមេរិកដំណាក់កាលចុងក្រោយត្រូវបានព្រីនលុយចេញបាទដោយរដ្ឋាភិបាលគាត់នឹងអាចព្រីនលុយចេញដើម្បីយកមកដំណើរការនៅការងាររដ្ឋបាលរបស់សហរដ្ឋអាមេរិកឡើងវិញអញ្ចឹងការព្រីនលុយចេញនោះនឹងធ្វើឲ្យលុយរបស់គាត់ហូរចូលចរន្តទៅក្នុងទីផ្សារអន្តរជាតិហូរចូលទៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកកាន់តែឡើងអញ្ចឹងពេលហ្នឹងលុយរបស់គាត់កាន់តែច្រើនព្រីនចេញមកក្រដាស់លុយដុល្លារគ្រប់សន្លឹកក៏កាន់តែធ្លាក់តម្លៃផងដែរបាទអញ្ចឹងគឺនឹងនាំឲ្យទីផ្សារមាសនេះកាន់តែមានវិជាប្រិយនៅក្នុងការបន្តឡើងថ្លៃទៀតតែម្ដងណាហើយហេតុផលមួយធំទៀតនោះគឺនឹងកាន់តែដាក់បន្ទុកកាន់តែច្រើនឲ្យធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងធ្វើយ៉ាងណានោះជួយស្ដារសេដ្ឋកិច្ចដោយមានការធ្លាក់ចុះនៃដូចជាទីផ្សារការងារដូចជាសុខភាពសេដ្ឋកិច្ចជារួមតែម្ដងអញ្ចឹងលបឿននៃការទម្លាក់អត្រាការប្រាក់នោះក៏កាន់តែកើនដែរបាទនឹងក៏ធ្វើឲ្យប្រាក់ដុល្លារធ្លាក់ថ្លៃផងដែរអញ្ចឹងទីផ្សារមាសលំហូរធំគឺនៅតែបន្តឡើងថ្លៃប្រសិនបើបងប្អូនវិនិយោគនៅក្នុងទីផ្សារមាសណាហើយយើងឃើញថាទីផ្សារមាសមានការធ្លាក់ថ្លៃប្រចាំថ្ងៃក្នុងចំណុចណាមួយល្អនោះគឺយើងធ្វើការទិញឡើងត្រឡប់ទៅវិញយើងនឹងទទួលបាននូវផលចំណេញណាបងប្អូនទាំងអស់គ្នាបាទឥឡូវសូមមកធ្វើផែនការរបៀបគេហៅថា day trade ប្រចាំថ្ងៃតែម្ដងដើម្បីរកផលចំណេញពីព្រោះនៅក្នុងទីផ្សារនេះយើងប្រើបច្ចេកទេសគឺសម្រាប់បងប្អូនដែលរកប្រាក់ចំណេញនៅក្នុងថ្ងៃបាទចេញចូលនៅក្នុងថ្ងៃតែមួយពីរដងម្ដងអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងអាចធ្វើបានឥឡូវយើងមកមើលអត្តចរិតទីផ្សារសិនថាតើតម្លៃកន្លែងណាដែលជាតម្លៃទិញល្អហើយតម្លៃកន្លែងណាដែលជាតម្លៃលក់ល្អបាទ
ចឹងនៅលើ graphic នេះគឺនៅលើ time frame 1ម៉ោងណានេះគឺជា graphic តម្លៃមាសតែម្ដងអញ្ចឹងយើងមកមើលថាទីផ្សារនៅកន្លែងនេះគឺជាចំណុចធ្លាក់ថ្លៃឬក៏គេហៅថា low តំបន់តម្លៃទាបរបស់ទីផ្សារតែម្ដងហើយយើងឃើញថាទីផ្សារកន្លែងនេះគឺមានការធ្លាក់ចុះមកអញ្ចឹងហេតុផលដែលធ្វើឲ្យទីផ្សារធ្លាក់ចុះមកនោះគឺដោយសារតែរឿងបិទរដ្ឋាភិបាលធ្វើឲ្យអ្នកចំណេញតាំងពីក្រោមនេះណាគេអត់ទុកទេគេចេញពីផ្សារសិនហើយបាទន័យថាគេលក់យកផលចំណេញសិនបាទឥឡូវកន្លែងដែលគេយកផលចំណេញហ្នឹងយើងមកមើលណាគឺយើងអាចដាក់ tool មួយឈ្មោះរបស់ Fibonacci ចឹងទៅណាឬក៏យើងដាក់ខ្សែបន្ទាត់អត់បញ្ហាទេយើងដើម្បីមើល percentage ដើម្បីមើលភាគរយថាតើទីផ្សារមាសនឹងធ្លាក់ចុះមកប្រមាណភាគរយអញ្ចឹងនៅក្នុងករណីនេះគឺទីផ្សារបានទម្លាក់ខ្លួនចុះមកប៉ះនៅតំបន់ 50% ណានៅតម្លៃ37.97 នេះតែម្ដងហើយក៏មានការបាយត្រឡប់ឡើងទៅវិញតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាការគោរពរបស់ទីផ្សារអត្តចរិតរបស់ទីផ្សារហើយយើងមកមើលថាតើនៅពេលដែលវាធ្លាក់ពេលនោះណាគឺរយៈពេលដែលវាធ្លាក់ហ្នឹង4ម៉ោងហើយនេះខ្ញុំដាក់ time frame 1ម៉ោងណាបាទអញ្ចឹងគឺ candle ធ្លាក់មកនេះចំនួន4ដើមក្រហមប្រព្រឿងនឹងតែម្ដងធ្ងន់តែម្ដងណាគឺ4ម៉ោងហើយគឺការធ្លាក់ពីកំពូលកន្លែងនេះមកកន្លែងនេះហ្នឹងគឺចំនួន$78.715ណានេះគឺជាការធ្លាក់ណាក្នុងមួយអោនបាទអញ្ចឹងឥឡូវនេះយើងមកមើលទីផ្សារដែលធ្លាក់នៅកាលពីម្សិលមិញកន្លែងនេះទៀតណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមកមើលថាតើកន្លែងនេះគឺជាអាចនិយាយបានថាអត្តចរិតទីផ្សារហ្នឹងគឺដដែលណាបងប្អូនទាំងអស់គ្នាទីផ្សារហ្នឹងបានឡើងទៅហើយកន្លែងនេះគឺជាកន្លែងធ្លាក់កាលពីម្សិលមិញអញ្ចឹងទីផ្សារនេះយើងអាចយកការធ្លាក់ពីម្សិលហេតុផលកាលពីថ្ងៃមុនហ្នឹងគឺប្រវែង4ម៉ោងហ្នឹងហើយយើងមកមើលទីផ្សារនេះគឺធ្លាក់មកចំនួន4ម៉ោងដូចគ្នាណានេះ1 2 3 4យើងមើលចំនួន candlestick ចំនួន4អញ្ចឹងគឺបានធ្លាក់មក4ម៉ោងដូចគ្នាហើយប្រសិនបើយើងដាក់តម្លៃដែលបានធ្លាក់នៅកន្លែងនេះយកមកដាក់កន្លែងនេះគឺវាប្រហាក់ប្រហែលគ្នាតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាការវិភាគយ៉ាងសាមញ្ញបំផុតនៅក្នុងទីផ្សារហើយពេលនឹងហើយគឺជាកន្លែងដែលយើងធ្វើការបាយកន្លែងនេះត្រឡប់ឡើងទៅវិញទទួលបាននៅផលចំណេញនៅក្នុងក្រុមគេហៅថាក្រុមពិសេសហើយនឹង channel ណាគឺបានទម្លាក់ប្រាប់បងប្អូនច្បាស់ណាស់កន្លែងនឹងគឺជាតំបន់បាយទៅវិញណាបងប្អូនទាំងអស់គ្នាអូខេនឹងគឺជាអត្តចរិតទីផ្សារឥឡូវយើងមកមើលចេះវិញកន្លែងនេះយើងអាចចាប់ថាកន្លែងនេះគឺជា low កន្លែងនេះគឺជា high អញ្ចឹងពេលហ្នឹងគឺយើងអាចដាក់ណាចង់ដឹងថាតើភាគរយនៃការធ្លាក់ចុះនឹងចំនួនប៉ុន្មានអញ្ចឹងកន្លែងនេះគឺយើងចាប់ low ទាញមក high របស់ទីផ្សារណាយើងដាក់កន្លែង high នេះក៏បានហើយយើងមកដាក់កន្លែងនេះក៏បានដោយសារអីយើងយកអា high ណាចុងក្រោយណាបាទអញ្ចឹងនេះគឺជាកន្លែង high ចុងក្រោយអញ្ចឹងបើសិនបើយើងមើលទៅទីផ្សារហ្នឹងបានទម្លាក់ខ្លួនចុះមកចូលទៅក្នុងតំបន់ 61.80% តែម្ដងហើយនេះគេឲ្យឈ្មោះថាជាតំបន់ golden ratio នៅក្នុងការប្រើប្រាស់បច្ចេកទេស tool ឈ្មោះ Fibonacci ហ្នឹងអញ្ចឹងតំបន់នេះគេហៅថា golden ratio ឬក៏តម្លៃចន្លោះរវាង 50% មក 60% ហ្នឹងគឺជាតំបន់ដែលយើងបាយត្រឡប់ទៅវិញណាហើយ follow ឬក៏ដើរតាមលំហូរទីផ្សារមាសនេះគឺជាលំហូរ uptrend អញ្ចឹងទីផ្សារនេះគឺពីម្សិលមិញហ្នឹងគឺខ្ញុំគិតថាបងប្អូនអរគ្នាមិនពិបាកទេនឹងអាចរកផលចំណេញបានដូចបងប្អូននៅក្នុងក្រុមពិសេសអញ្ចឹងណាមិនពិបាកទេបាទព្រោះទីផ្សារហ្នឹងវាឲ្យតម្រុយយើងមកប៉ុណ្ណឹងអត្តចរិតរបស់វាណាបាទអញ្ចឹងនេះគឺជាការវិភាគឥឡូវផែនការចូលផ្សារនៅក្នុងថ្ងៃនេះវិញតើយើងគួរធ្វើបែបម៉េចបាទអញ្ចឹងផែនការសម្រាប់ថ្ងៃនេះវិញណាបងប្អូនទាំងអស់គ្នាកន្លែងនេះគឺយើងឃើញថាទីផ្សារដើរកម្លាំងរបស់វាគឺ$78បាទអញ្ចឹងថ្ងៃនេះយើងមកមើលថាប្រសិនបើទីផ្សារនឹងឡើងទៅលើនៅក្នុងតម្លៃណាមួយនោះគឺយើងអាចធ្វើការ sell ហើយយើងយកកន្លែងនេះជាគោលណា low ហើយនឹង high បាទអញ្ចឹងកន្លែង low ហើយនឹង high នេះខ្ញុំសូមដាក់កន្លែង low មក high អញ្ចឹងវា$101ណាបងប្អូនឬក៏$102អញ្ចឹងឥឡូវនេះគឺនៅតំបន់កន្លែងនេះគឺជា lowអញ្ចឹងយើងដាក់កន្លែងនេះណាយើងវិភាគតាមបែបសាមញ្ញតាមអ្វីដែលមើលឃើញលក្ខណៈ logic នៃទីផ្សារគឺជាបងប្អូនគឺជាអត្តចរិតទីផ្សារ
ពេញមួយពិភពលោកដែលស្ដែងចេញឲ្យឃើញបែបហ្នឹងទៅខ្ញុំធ្វើការវិភាគតាមរយៈធ្វើបែបហ្នឹងណាបងប្អូនអរគ្នាអញ្ចឹងការវិភាគវាមានច្រើនអញ្ចឹងនេះគឺជាយុទ្ធសាស្ត្រមួយដ៏សាមញ្ញអញ្ចឹងនៅពេលដែលខ្ញុំដាក់កន្លែងនេះណាបងប្អូនទាំងអស់គ្នាគឺខ្ញុំបានតំបន់ដែលបងប្អូនដែលត្រៀមចាំ sale តែម្ដងអញ្ចឹងតំបន់ដែលខ្ញុំមើលឃើញនេះគឺតម្លៃនៅក្នុងចន្លោះ39 20ណាអញ្ចឹងប្រសិនបើបងប្អូនណាដែលចង់សំទោសធ្វើការអត់ហ៊ានបាយទេដោយសារតម្លៃខ្ពស់អញ្ចឹងបងប្អូនដែល fan សម្រាប់ធ្វើការ sale ធ្វើការលក់ចេញបងប្អូនមកត្រៀមណាតម្លៃទីផ្សារយ៉ាងហោចណាឲ្យឡើងទៅដល់39 20សិនអញ្ចឹងខ្ញុំសូមសរសេរថាកន្លែងនេះគឺជាតំបន់លក់បាទអញ្ចឹងតំបន់លក់នោះគឺនៅក្នុងតម្លៃយ៉ាងហោចណាស់ឲ្យទីផ្សារហ្នឹងមកប៉ះ39 20គាត់សិនហើយយើងយកចន្លោះហ្នឹងតាមអធ្យាស្រ័យរបស់បងប្អូនទៅណាយើងយក$20ជា zone អញ្ចឹងទៅខ្ញុំចូលចិត្តណា trade ជា zone ពីព្រោះវាសុវត្ថិភាពល្អសម្រាប់ខ្ញុំណាបាទអញ្ចឹងចន្លោះ$20អញ្ចឹងទៅយើងអាចដាក់ថាតំបន់ហ្នឹងគឺជាតំបន់ដែលយើងនឹងធ្វើការរងចាំចូលទីផ្សារនៅពេលដែលទីផ្សារហក់ចូលទៅក្នុងតំបន់ហ្នឹងគឺយើងនឹងធ្វើការត្រៀមចូល sale នៅតំបន់នេះតែម្ដងណាបងប្អូនទាំងអស់គ្នាបាទនេះគឺជាតំបន់ត្រៀម sale សម្រាប់ថ្ងៃនេះតែម្ដងនៅក្នុងនោះគឺវាមានបច្ចេកទេសច្រើនទៀតនៅពេលដែលទីផ្សារចូលមកហ្នឹងយើងប្រើ risk management របស់យើងនឹងរបៀបណានឹងមានការចែករំលែកនៅក្រោយៗទៀតណាបងប្អូនទាំងអស់គ្នាអញ្ចឹងនេះខ្ញុំគ្រាន់តែប្រាប់អំពីតំបន់ល្អតំបន់គុណភាពតំបន់សុវត្ថិភាពសម្រាប់ឲ្យបងប្អូនរបស់យើងយកទៅពិចារណាបន្ថែមដើម្បីរកផលចំណេញប្រចាំថ្ងៃណារកចំណូលចាយឲ្យបានល្អគ្រប់គ្នាណាបងប្អូនទាំងអស់គ្នាបាទឥឡូវយើងក្រឡេកមកមើលថាតើយើងគួរទិញនៅតំបន់ណាវិញដែលជាតំបន់សុវត្ថិភាពអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងអំបញ្ញមិញគឺខ្ញុំបានយកកន្លែងនេះគឺជាគោលណាទីផ្សារអត្តចរិតរបស់វាធ្លាក់ 78.71 ហ្នឹងណាហើយកន្លែងនេះគឺជាការធ្លាក់មកដូចគ្នាដដែលគឺប៉ុណ្្នឹងតែម្ដងអញ្ចឹងសម្រាប់ផែនការយើងរងចាំបាយត្រឡប់ទៅវិញណាដោយសារតែទីផ្សារនេះអត់ទាន់ឃើញមានការធ្លាក់ចុះមកទេបាទអញ្ចឹងខ្ញុំឧទាហរណ៍ទេណាពេលហ្នឹងណាបាទប្រសិនបើទីផ្សារពីតម្លៃបច្ចុប្បន្ននេះធ្លាក់ចុះមកក្រោមបាទនេះបងប្អូនអានេះខ្ញុំឧទាហរណ៍ថាកន្លែងនេះគឺជាតម្លៃទីផ្សារដែលគិតថាវាអត់ឡើងទៅលើទៀតដែលវាធ្លាក់ពីកន្លែងនេះចុះមកបានជាខ្ញុំយកកន្លែងហ្នឹងបាទអញ្ចឹងប្រសិនបើទីផ្សារថ្ងៃវាមកពីតំបន់តម្លៃប៉ុណ្្នឹងមែនអញ្ចឹងកន្លែងដែលយើងគួរធ្វើការទិញត្រឡប់ទៅវិញនោះគឺអត់ទៅណាឆ្ងាយអំពីតំបន់ support របស់ទីផ្សារនេះតែម្ដងណាបងប្អូនអរនេះយើងអាចសរសេរអញ្ចឹងបានអញ្ចឹងកន្លែងនេះគឺជាកន្ទុយស្រមោលហើយកន្លែងនេះគឺជាពេញសាច់នៃទីផ្សារបាទអញ្ចឹងនៅក្នុងនេះណាក៏យើងឃើញមាន insight បាននៅកន្លែងនេះមួយផងដែរណាបាទអញ្ចឹងបើសិនបើដាក់ប្រព័ន្ធនេះខ្ញុំអាចនិយាយបានថាតម្លៃទីផ្សារដែលយើងត្រៀមចូលបាយតំបន់សុវត្ថិភាពសម្រាប់ថ្ងៃនេះគឺយ៉ាងហោចណាស់ឲ្យទីផ្សារធ្លាក់មករកតំបន់37.90 គាត់សិនណាបងប្អូនទាំងអស់គ្នាអានេះតំបន់ខ្ញុំយក$20អញ្ចឹងបានន័យថា38.10និង90គាត់បាទនេះគឺជាតំបន់បាយសុវត្ថិភាពប្រចាំថ្ងៃហ្នឹងបាទអញ្ចឹងគឺខ្ញុំដាក់ថាតំបន់ទិញបាទតំបន់ទិញនៅតម្លៃគឺ37.90នៅក្នុងចន្លោះ38.10បាទនេះគឺជាតំបន់សុវត្ថិភាពដែលខ្ញុំគិតថាជាតំបន់សុវត្ថិភាពប្រចាំថ្ងៃបើសិនបើទីផ្សារធ្លាក់ចុះមកដល់កន្លែងហ្នឹងគឺយើងនឹងពិចារណានឹងធ្វើការវិភាគបន្តទៀតនៅក្នុងការចូលបាយណានេះគ្រាន់តែជាតំបន់ខ្ញុំវិភាគសម្រាប់បងប្អូនទាំងអស់គ្នាត្រៀមចូលផ្សារកន្លែងដែលមានគុណភាពបាទអញ្ចឹងវីដេអូមួយនេះសម្រាប់ទីផ្សារខ្ញុំសូមចែករំលែកតែប៉ុណ្្នឹងឯងណាបងប្អូនទាំងអស់គ្នាជាចុងក្រោយគឺគ្មានអ្វីដែលល្អឬក៏ខ្លាំងជាងការគ្រប់គ្រងហានិភ័យទេណាយុទ្ធសាស្ត្រដែលវិភាគគឺមានច្រើនអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងហានិភ័យបាទអញ្ចឹងសម្រាប់ទីផ្សារដែលខ្ញុំមើលឃើញតំបន់តម្លៃល្អថ្ងៃនេះគឺបងប្អូនត្រៀមបាយនៅក្នុងតំបន់នេះណាបងប្អូនទាំងអស់គ្នាហើយប្រសិនបើទីផ្សារនេះឡើងទៅលើនេះគឺជាតំបន់ដែលបងប្អូនធ្វើការលក់ចេញត្រឡប់មកវិញបាទហើយចំពោះផលចំណេញនឹងការដាក់ SLE នឹងតើទីផ្សារចូលទៅក្នុងតំបន់សិនទើបអាច
មើលឃើញបានកាន់តែច្បាស់គ្រាន់តែជាអ្វីខ្ញុំដាស់តឿនគឺថាប្រសិនបើយើងចូលទៅហើយយើងដាក់ SL ផងណាបងប្អូនទាំងអស់គ្នាគឺมันអាចផ្ដេកផ្ដួលជាមួយនឹងទីផ្សារនេះបានទេប្រសិនបើខុសគឺយើងត្រូវតែចេញពីផ្សារឲ្យលឿនហើយចាំធ្វើការវិភាគចូលសារថ្មីបាទអញ្ចឹងពេលហ្នឹងបងប្អូននឹងអាចស្ថិតនៅក្នុងចំណោមអ្នកដែលអាចរកចំណូលពឹងពាក់ក្នុងវិស័យនេះបាននៅពេលដែលបងប្អូនចេះគ្រប់គ្រងហានិភ័យបានល្អបាទអញ្ចឹងខ្ញុំសូមចែករំលែកតែប៉ុណ្ណឹងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាហើយប្រសិនបើបងប្អូនពេញចិត្តនៅការធ្វើវីដេអូ content បែបនេះណាសូមបងប្អូនបន្តគ្រប់គ្រងតាមរយៈការចុច follow ឬក៏ចុច like ឬក៏ចុច share បន្តផងណាអរគុណច្រើនបងប្អូនទាំងអស់គ្នា